មានទស្សនៈមួយដែលស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែបើគិតឲ្យជ្រៅវាមានអត្ថន័យយ៉ាងធំសម្រាប់ការរស់នៅការងារការរកស៊ីនិងការកសាងអនាគតអ្នកធ្វើកិច្ចការធំមិនអាចគ្មានប្រាក់ទេក៏មិនត្រូវពឹងប្រាក់ទាំងស្រុងដែរប្រយោគនេះកំពុងបង្រៀនយើងអំពីតុល្យភាពរវាងប្រាក់និងសមត្ថភាពព្រោះការធ្វើរឿងធំមួយមិនអាចនិយាយថាខ្ញុំមិនត្រូវការប្រាក់ទេប៉ុន្តែយើងក៏មិនអាចនិយាយថាបើគ្មានប្រាក់ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ដែរប្រាក់គឺជាឧបករណ៍ប៉ុន្តែប្រាក់មិនមែនជាអ្នកធ្វើការជំនួសយើងទេប្រាក់អាចទិញឧបករណ៍ប៉ុន្តែមិនអាចទិញចក្ខុវិស័យបានគ្រប់យ៉ាងទេប្រាក់អាចបើកទ្វារមួយចំនួនប៉ុន្តែមិនអាចធានាថាយើងអាចដើរឆ្លងកាត់ទ្វារនោះបានដោយជោគជ័យទេប្រាក់អាចជួយឲ្យការងាររបស់យើងលឿនប៉ុន្តែមិនអាចជំនួសចំណេះដឹងវិន័យបទពិសោធន៍និងការតស៊ូបានទេហេតុនេះអ្នកដែលចង់ធ្វើកិច្ចការធំត្រូវចេះប្រើប្រាក់ដោយមានប្រាជ្ញាមិនមែនឲ្យប្រាក់ក្លាយជាម្ចាស់របស់ជីវិតខ្លួនឡើយ 1. កិច្ចការធំត្រូវការធនធានមនុស្សខ្លះនិយាយថាប្រាក់មិនសំខាន់ទេតាមពិតប្រាក់សំខាន់ការរស់នៅប្រចាំថ្ងៃត្រូវការប្រាក់ការចាប់ផ្ដើមអាជីវកម្មត្រូវការដើមទុនការសិក្សាត្រូវការចំណាយការផលិតផលិតផលត្រូវការឧបករណ៍ការធ្វើគម្រោងធំត្រូវការមនុស្សពេលវេលាសម្ភារៈនិងថវិកាដូច្នេះយើងមិនគួរមើលរំលងតួនាទីរបស់ប្រាក់ឡើយប៉ុន្តែបញ្ហាគឺយើងត្រូវដឹងថាប្រាក់ជាអ្វីសម្រាប់យើងប្រាក់គួរតែជាឧបករណ៍សម្រាប់គោលដៅមិនមែនជាគោលដៅតែមួយនៃជីវិតទេបើយើងចង់បង្កើតអាជីវកម្មធំមួយយើងត្រូវការដើមទុនប៉ុន្តែដើមទុនតែមួយមុខមិនធានាថាអាជីវកម្មនឹងជោគជ័យទេត្រូវមានចំណេះដឹងត្រូវស្គាល់ទីផ្សារត្រូវចេះគ្រប់គ្រងត្រូវចេះដោះស្រាយបញ្ហាត្រូវមានក្រុមការងារល្អត្រូវមានការទទួលខុសត្រូវនិយាយឲ្យខ្លីប្រាក់អាចជួយឲ្យយើងចាប់ផ្ដើមប៉ុន្តែសមត្ថភាពជួយឲ្យយើងបន្ត 2. มันអាចគ្មានប្រាក់មិនមានន័យថាត្រូវមានប្រាក់ច្រើនទើបអាចចាប់ផ្ដើមទេនេះជាចំណុចដែលមនុស្សជាច្រើនយល់ច្រឡំពេលខ្លះយើងគិតថាខ្ញុំមិនទាន់មានប្រាក់ដូច្នេះខ្ញុំមិនអាចចាប់ផ្ដើមបានទេការគិតបែបនេះអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់ឱកាសជាច្រើនព្រោះការចាប់ផ្ដើមរឿងធំមិនតែងតែចាប់ផ្ដើមពីប្រាក់ធំទេវាអាចចាប់ផ្ដើមពីគំនិតតូចមួយពីជំនាញមួយពីការរៀនមួយពីការស្គាល់មនុស្សត្រឹមត្រូវម្នាក់ពីឧបករណ៍ដែលយើងមានស្រាប់ពីការខិតខំធ្វើអ្វីមួយជារៀងរាល់ថ្ងៃមនុស្សដែលមានប្រាជ្ញឆ្លាតមិនរងចាំរហូតដល់ខ្លួនមានគ្រប់យ៉ាងទើបចាប់ផ្ដើមទេគេនឹងសួរថាតើអ្វីដែលខ្ញុំមាននៅថ្ងៃនេះអាចយកទៅចាប់ផ្ដើមអ្វីខ្លះនេះជារបៀបគិតរបស់មនុស្សដែលចេះប្រើធនធាន 3. កុំយកការខ្វះប្រាក់មកធ្វើជាលើសការខ្វះប្រាក់អាចជាឧបសគ្គពិតប្រាកដយើងមិនគួរមើលស្រាលវាទេប៉ុន្តែការខ្វះប្រាក់មិនគួរក្លាយជាលើសសម្រាប់ការមិនព្យាយាមឡើយមនុស្សម្នាក់អាចមិនមានដើមទុនធំប៉ុន្តែអាចចាប់ផ្ដើមពីអ្វីតូចៗមិនមានហាងអាចចាប់ផ្ដើមតាមអនឡាញមិនមានឧបករណ៍គ្រប់គ្រាន់អាចប្រើអ្វីដែលមានសិនមិនមានអ្នកជួយច្រើនអាចរៀនធូរដោយខ្លួនឯងជំហានដំបូងមិនមានបទពិសោធន៍អាចរៀនពីការរៀនមិនមានទំនាក់ទំនងអាចចាប់ផ្ដើមពីការកសាងទំនុកចិត្តគម្រោងចាំឲ្យជីវិតផ្ដល់អ្វីគ្រប់យ៉ាងមកឲ្យយើងចូលរៀនប្រើអ្វីដែលយើងមានដើម្បីបង្កើតអ្វីដែលយើងមិនទាន់មាននេះជាសមត្ថភាពដ៏មានតម្លៃមួយ 4. ក៏មិនត្រូវពឹងប្រាក់ទាំងស្រុងដែរផ្នែកទី2នៃទស្សនៈនេះក៏សំខាន់មិនចាញ់ផ្នែកទី1ដែរមានប្រាក់គឺល្អប៉ុន្តែពឹងប្រាក់តែមួយមុខគឺគ្រោះថ្នាក់ព្រោះថ្ងៃណាមួយប្រាក់អាចបាត់ទីផ្សារអាចធ្លាក់អាជីវកម្មអាចខាតការងារអាចបាត់ស្ថានភាពអាចផ្លាស់ប្ដូរប្រសិនបើអ្វីដែលយើងមានពឹងផ្អែកតែលើប្រាក់នោះពេលប្រាក់បាត់សមត្ថភាពរបស់យើងក៏អាចបាត់ទៅជាមួយដែរប៉ុន្តែបើសិនជាយើងមានជំនាញចំណេះដឹងបទពិសោធន៍វិន័យនិងទំនុកចិត្តល្អទោះជួបការលំបាកយើងនៅតែអាចចាប់ផ្ដើមឡើងវិញបានដូច្នេះកុំកសាងជីវិតដោយមានតែប្រាក់ចូលកសាងសមត្ថភាពដែលអាចរកប្រាក់បានទោះពេលដែលប្រាក់មិននៅជាមួយយើងក៏ដោយ 5. ប្រាក់អាចទិញឧបករណ៍ប៉ុន្តែមិនអាចទិញសមត្ថភាពទេឧបមាថាមនុស្សពីរនាក់មានប្រាក់ដូចគ្នានឹងចាប់ផ្ដើមអាជីវកម្មដូចគ្នាម្នាក់មានចំណេះដឹងនិងបទពិសោធន៍ម្នាក់ទៀតមានតែប្រាក់ប៉ុន្តែមិនចេះគ្រប់គ្រងតើអ្នកគិតថាអ្នកណាមានឱកាសរស់រានបានយូរជាងនេះជាធម្មតាអ្នកដែលចេះប្រើប្រាក់នឹងមានអត្ថប្រយោជន៍ជាងអ្នកដែលគ្រាន់តែមានប្រាក់ព្រោះប្រាក់ក្នុងហៃមនុស្សដែលមិនចេះគ្រប់គ្រងអាចคล้ายទៅជាការខាតបង់ប៉ុន្តែជំនាញក្នុងហៃមនុស្សដែលមានវិន័យអាចคล้ายទៅជាប្រភពចំណូលម្ដងហើយម្ដងទៀតហេតុនេះបើអ្នកមានប្រាក់ចូលប្រើប្រាក់ដើម្បីទិញចំណេះដឹងនិងសមត្ថភាពផងព្រោះប្រាក់អាចចំណាយអស់ប៉ុន្តែជំនាញដែលយើងរៀនបានក៏អាចនៅជាមួយយើងយូរ 6. កុំខ្ចីប្រាក់ដើម្បីបង្ហាញថាខ្លួនមាន
นี่ជាមេរៀនសំខាន់សម្រាប់ជីវិតសម័យទំនើបមនុស្សចំនួនចង់ឲ្យអ្នកដទៃគិតថាខ្លួនមានតែងរបស់ដែលលើសមត្ថភាពរស់នៅលើបំណុលដើម្បីរក្សារូបភាពបង្ហាញជីវិតដែលខ្លួនមិនអាចទ្រទ្រង់បានរយៈពេលយូរនេះមិនមែនជាទ្រព្យសម្បត្តិទេវាគឺជាសម្ពាធហិរញ្ញវត្ថុដែលលាក់ខ្លួនក្រោមរូបភាពនៃភាពមានបានមនុស្សដែលមានប្រាជ្ញាមិនសួរថាតើខ្ញុំអាចទិញបានទេគេនឹងសួរថាតើខ្ញុំអាចទទួលខុសត្រូវចំពោះការចំណាយនេះបានទេនេះជាភាពខុសគ្នារវាងមនុស្សដែលចង់មើលទៅមាននិងមនុស្សដែលចង់ក្លាយទៅជាមនុស្សមានពិតប្រាកដ 7. កុំឲ្យប្រាក់ក្លាយជាម្ចាស់នៃការសម្រេចចិត្តប្រាក់មានអំណាចខ្លាំងពេលខ្លះវាធ្វើឲ្យមនុស្សបោះបង់គោលការណ៍មនុស្សអាចធ្វើអ្វីដែលដឹងថាមិនត្រឹមត្រូវព្រោះចង់បានប្រាក់អាចបាត់បង់ទំនុកចិត្តរបស់មនុស្សអាចបាត់បង់កិត្តិយសអាចបាត់បង់ទំនាក់ទំនងអាចបាត់បង់សុខសាន្តក្នុងចិត្តហើយចុងក្រោយទើបដឹងថាប្រាក់ដែលខ្លួនរកបានមិនអាចទិញអ្វីដែលខ្លួនបាត់បង់ត្រឡប់មកវិញបានទេដូច្នេះប្រាក់គួរតែជាអ្នកបម្រើរបស់យើងមិនមែនជាម្ចាស់របស់យើងឡើយរកប្រាក់ដោយសុចរិតប្រើប្រាក់ដោយប្រាជ្ញាហើយកុំលក់គោលការណ៍របស់ខ្លួនដើម្បីប្រាក់ 8. អ្នកធ្វើកិច្ចការធំត្រូវចេះគ្រប់គ្រងធនធានការធ្វើរឿងធំមិនមែនគ្រាន់តែត្រូវការប្រាក់ទេវាត្រូវការការគ្រប់គ្រងធនធានគ្រប់ប្រភេទប្រាក់គឺជាធនធានមួយពេលវេលាក៏ជាធនធានសុខភាពក៏ជាធនធានចំណេះដឹងក៏ជាធនធានទំនាក់ទំនងក៏ជាធនធានកម្លាំងចិត្តក៏ជាធនធានអ្នកដែលចេះគ្រប់គ្រងទាំងនេះនឹងអាចធ្វើរឿងធំបានល្អជាងមនុស្សដែលគិតតែពីប្រាក់ពេលខ្លះយើងមិនខ្វះប្រាក់ទេយើងខ្វះការរៀបចំពេលខ្លះយើងមិនខ្វះឱកាសទេយើងខ្វះសមត្ថភាពពេលខ្លះយើងមិនខ្វះអ្នកជួយទេយើងខ្វះទំនុកចិត្តហេតុនេះមុននឹងនិយាយថាខ្ញុំមានប្រាក់ចូលសួរខ្លួនឯងមុនថាតើខ្ញុំបានប្រើធនធានដែលខ្ញុំមានឲ្យមានប្រសិទ្ធភាពហើយឬនៅ 9. កុំចង់ធ្វើរឿងធំដោយចាប់ផ្ដើមពីចំណាយធំរឿងធំមួយមិនត្រូវការចាប់ផ្ដើមដោយសម្លេងធំទេវាត្រូវការមូលដ្ឋានរឹងមាំចាប់ផ្ដើមតូចសាកល្បងរៀនពីកំហុសកែប្រែពង្រីកបន្ទាប់មកទើបវិនិយោគថែមទៀតនេះជាវិធីដែលមានសុវត្ថិភាពជាងការយកប្រាក់ច្រើនទៅប្រថុបភ្លាមដោយមិនទាន់ដឹងថាអ្វីដែលយើងធ្វើអាចដំណើរការឬអត់កុំចំណាយដើម្បីបង្ហាញថាអ្នកកំពុងធ្វើរឿងធំចូលវិនិយោគដើម្បីឲ្យរឿងដែលអ្នកកំពុងធ្វើពិតជាធំឡើងនេះជាគំនិតពីរដែលមើលទៅស្រដៀងគ្នាប៉ុន្តែខុសគ្នាខ្លាំង 10. អ្វីដែលសំខាន់ជាងប្រាក់គឺសមត្ថភាពរកប្រាក់ប្រសិនបើថ្ងៃនេះអ្នកមានប្រាក់មួយចំនួនហើយចំណាយអស់នោះអ្វីនៅសល់បើអ្នកមានតែប្រាក់ប្រហែលមិនមានអ្វីនៅសល់ទេប៉ុន្តែបើអ្នកមានជំនាញអ្នកអាចរកប្រាក់ឡើងវិញបើអ្នកមានចំណេះដឹងអ្នកអាចបង្កើតឱកាសថ្មីបើអ្នកមានបទពិសោធន៍អ្នកអាចជៀសវាងកំហុសចាស់បើអ្នកមានទំនុកចិត្តរបស់មនុស្សអ្នកអាចសហការបង្កើតអ្វីថ្មីដូច្នេះគោលដៅមិនគួរតែជាការកាន់ប្រាក់ឲ្យបានច្រើនប៉ុណ្ណោះទេគោលដៅគឺក្លាយទៅជាមនុស្សដែលអាចបង្កើតតម្លៃបានពេលយើងអាចបង្កើតតម្លៃបានប្រាក់នឹងក្លាយទៅជាផលនៃតម្លៃដែលយើងបានបង្កើត